អនុលោមតាមការឯកភាពដ៏ខ្ពង់ខ្ពស់ពួករបស់ឯកឧត្តមអគ្គបណ្ឌិតសភាចៅបកនាយករដ្ឋមន្ត្រីនិងក្រោមការដឹកនាំនិងអនុវត្តផ្ទាល់របស់ឯកឧត្តមរដ្ឋលេខាធិការនិងជាអគ្គលេខាធិការដ្ឋានអសហមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្មឌីជីថលនៃអសហបានរៀបចំកម្រងបទបញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុដែលជាឧបករណ៍ការងារគតិយុត្តដ៏មានសារៈសំខាន់ដែលមានបច្ច័យសារវ័នក្នុងការគាំទ្រដល់ការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុព្រមទាំងការធ្វើបរិវត្តកម្មឌីជីថលជាពិសេសក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារកាលពីឆ្នាំ2024កម្រងនេះត្រូវបានរៀបចំរួចរាល់ដោយប្រើប្រាស់វិធីសាស្ត្រក្រមនីយកម្មដោយផ្អែកលើការកែសម្របពីឧត្តមមានុវត្តន៍ជាតិនិងអន្តរជាតិព្រមទាំងបានដាក់ឆ្លងសិក្ខាសាលាពិគ្រោះយោបល់និងការប្រមូលធៀបចូលពីក្រសួងស្ថាប័នរួមទាំងនិយត្តករនិងអង្គភាពក្រមអាវ៉ាត់អសហដែលមានចំណងជើងថាកម្រងបទបញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុដោយបានប្រមូលផ្ដុំនៅអត្ថបទគតិយុត្តសរុបចំនួន518ដែលមានប្រមាណ 7,000 ទំព័របែងចែកជា6ភាគសម្រាប់ឆ្នាំ2025កម្រងនេះត្រូវធ្វើវិសិទ្ធកម្មទៅជាកម្រងបទបញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុដែលប្រមូលផ្ដុំនៅច្បាប់លិខិតបទកថាគតិយុត្តដែលពាក់ព័ន្ធផ្ទាល់នឹងបច្ចេកវិទ្យាហិរញ្ញវត្ថុតែប៉ុណ្ណោះរួមបញ្ចូលទាំងគោលការណ៍ណែនាំដែលមានអានុភាពបង្គាប់បញ្ជានិងណែនាំអនុវត្តដែលវណ្ណកម្មនេះនឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរហូតមកដល់បច្ចុប្បន្នកម្រងនេះត្រូវបានរៀបចំប្រមូលផ្ដុំដោយអត្ថបទគតិយុត្តសរុបចំនួន380ដែលប្រមាណជាង 4,000 ទំព័របែងចែកជា3ភាគដោយបានធ្វើវិចារណកម្មលើអត្ថបទគតិយុត្តដែលមាននៅក្នុងកម្រងឆ្នាំ2024និងធ្វើបច្ចុប្បន្នកម្មដោយបានបញ្ចូលជាបន្តបន្ទាប់នៅអត្ថបទគតិយុត្តថ្មីៗហើយបានចាត់បញ្ចូលក្នុងមាតិកាលម្អិតថ្មីផ្អែកតាមកម្មវត្ថុគតិយុត្តនិងការប្រវត្តិគឺមាតិកាទី1ក្របខ័ណ្ឌស្ថាប័នមាតិកាទី2បទបញ្ញត្តិឌីជីថលគាំទ្របច្ចេកវិទ្យាហិរញ្ញវត្ថុមាតិកាទី3វិស័យហិរញ្ញវត្ថុនិងមាតិកាទី4សកម្មភាពនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្មឌីជីថលនៃអសហរំពឹងយ៉ាងមុតមាំថាកម្រងថ្មីនេះនឹងរួមវិភាគទានដល់ការធ្វើនិយត្តកម្មការបញ្ជ្រាបការយល់ដឹងនិងការលើកកម្ពស់ប្រសិទ្ធភាពនិងសក្តិភាពនៃការអនុវត្តច្បាប់និងលិខិតបទកថាគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថលនៅកម្ពុជា